កាលពីយូរលង់ណាស់មកហើយឈ្មោះថាយីមីគាត់ជាមនុស្សឯកោមិនសូវមានអ្នកភូមិណាហ៊ានចូលចិត្តឡើយព្រោះគាត់មានភ្នែកក្រឡែតនិងចូលចិត្តសង្ងំតែក្នុងផ្ទះពេលព្រលប់អ្នកភូមិតែងតែខ្សឹបខ្សៀវគ្នាថាយីមីមានជំនាញខាងធ្មប់អាបន្តវេនពីដូនតារបស់គាត់ការពិតនេះពេលរាត្រីយប់មួយនារដូវវស្សាមេឃខ្មៅងងឹតស្លុបគូលាន់ក្រហមពីចម្ងាយយុវជនម្នាក់ឈ្មោះសីហាដែលត្រូវជាអ្នកជិតខាងបានដើរត្រឡប់មកពីមើលស្រែវិញទាំងកណ្ដាលយប់ពេលដើរកាត់ខ្ទមយាយមីសីហាស្រាប់តែធំក្លិនឆ្អាបខុសធម្មតាហើយឃើញពន្លឺភ្លើងពណ៌ខៀវស្រងាត់ផ្លប់នៅក្នុងផ្ទះរបស់គាត់ដោយសារតែការចង់ដឹងចង់ឃើញសីហាក៏បានលបចូលទៅជិតរបងផ្ទះហើយអើតមើលតាមប្រហោងជញ្ជាំងស្លឹកអ្វីដែលគេបានឃើញធ្វើឲ្យគេសឹងតែលិចនោមដាក់ខោយាយមីកំពុងតែអង្គុយសូត្រមន្តខ្សឹបបន្ទាប់មកក្បាលរបស់គាត់ក៏ស្រាប់តែដាច់ចេញពីស្មានាំយកទាំងពោះវៀននិងគ្រឿងក្នុងហោះចេញតាមបង្អួចព្រោះបន្សល់ទុកតែរូបកាយគ្មានក្បាលអង្គុយធ្លាក់កលនៅលើកម្រាលឈើភ្លើងពណ៌ខៀវក្រហាយនោះគឺជាពន្លឺភ្នែកនិងពោះវៀនរបស់អាបយាយមីដែលកំពុងហោះហើរស្វែងរកចំណីឆាបដូចជាសត្វធាតុស្លាប់ឬឈាមស្រស់កលល្បិចរបស់អ្នកភូមិសីហាភ័យញ័រពេញខ្លួនរត់ត្រឡប់ទៅផ្ទះវិញទាំងព្រលឹងចុងសោះព្រឹកឡើងគេក៏បានប្រាប់រឿងនេះដល់មេភូមិនិងចាស់ទុំអ្នកភូមិក៏រៀបចំផែនការមួយដើម្បីកម្ចាត់អាបនេះព្រោះកាលណាមានអាបនៅក្នុងភូមិវានឹងនាំចង្រៃនិងគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះនិងក្មេងតូចយប់បន្ទាប់ពេលដែលអាបោយាយមីហោះចេញទៅរកស៊ីបាត់អ្នកភូមិនិងសីហាបានលបចូលទៅក្នុងផ្ទះរបស់គាត់ពួកគេបានយកបន្លាជើងកែកនិងស្លឹកគ្រៃទៅដាក់ព័ទ្ធជុំវិញកាយអត់ក្បាលនោះហើយថែមទាំងបង្វិលរូបកាយនោះឲ្យបែរខ្នងទៅរកទិសដៅដើមវិញទៀតផងកម្មផលមកដល់ចិត្តភ្លឺអាបោយាយមីបានហោះត្រឡប់មកវិញទាំងធុំក្លិនឆ្អាបពេញមាត់ពេលបំរុងនឹងហោះចូលរាងកាយវិញវាក៏ត្រូវជួបឧបសគ្គទិសបន្លាពោះវៀនរបស់វាត្រូវទិសនឹងបន្លាជើងកែកដែលអ្នកភូមិដាក់រីបន្លាធ្វើឲ្យវារាវរោគផ្លូវចូលមិនឃើញនិងឈឺផ្សាក្តៅក្រហាយពេញគ្រឿងក្នុងខុសទិសដៅពេលវាព្យាយាមសោកក្បាលចូលកវាក៏សោកខុសទិសព្រោះអ្នកភូមិបង្វិលខ្លួនធ្វើឲ្យមុខបែរទៅក្រោយខ្នងមុខពេលព្រះអាទិត្យចាប់ដើមរះពន្លឺថ្ងៃបានចាំងចំខ្លួនអាបោយាយមីភ្លាមនោះខ្មោចអាបោក៏ស្រែកយំយ៉ាងអាសូរព្រោះត្រូវកម្ដៅថ្ងៃក្រហាយដូចភ្លើងឆេះរួចក៏រលាយសាច់ឈាមខ្ទុះពេញផ្ទះស្លាប់បាត់បង់ជីវិតទៅតាមកម្មពៀរបស់ខ្លួនទៅ